លើកទី1ឲ្យបងប្អូនដែលខ្ញុំធ្វើម្ហូបដែលខ្ញុំអត់ស្គាល់បន្លែនឹងឈ្មោះអីអញ្ចឹងគ្រាន់តែដឹងថាបន្លែនឹងប្រភពមកពីប្រទេសចិនអញ្ចឹងណាបងប្អូនអញ្ចឹងទៅអត់ដឹងតែឈ្មោះអីទេក្លិនវាឈួលរសជាតិវារៀងកពុលហាងតិចនេះបងប្អូនដើមនឹងបងប្អូនជួយស្គាល់ប្រាប់ខ្ញុំចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយខ្ញុំឆាដើមស្ពៃចិននេះបងប្អូនខ្ញុំហៅស្ពៃហ្មងប៉ុន្តែរូបរាងវាដូចដើមភ្លើងកែបដូចអីអញ្ចឹងបងប្អូនវារៀងស្រួយប៉ុន្តែគាត់ថាអត់មានប្រហោងក្នុងដូចភ្លើងកែបយើងទេអានេះវារៀងសាច់ណែនណាបន្លែហ្នឹងដើមវារៀងសាច់ណែនណាហើយខ្ញុំសាកទិញយកមកឆាអត់ដែរហូបទេមួយបន្លែគាត់ថាសាកម្ដងទៅអីសាកម្ដងទៅគីឡូឆ្ងាញ់ទៅញ៉ាំថ្ងៃក្រោយទិញទៀតមានណាបងប្អូនសម្រាប់ខ្ញុំអត់ដែរហូបអញ្ចឹងខ្ញុំមានអារម្មណ៍ថាដើមបន្លែហ្នឹងវារៀងកពុលហាងឈួលខ្ញុំអត់សូវចេះហូបបែបមិនបានទិញហូបលើក្រោយទៀតទេព្រោះអីដូចហូបសាឲ្យដូចវាមានអារម្មណ៍ថាសម្រាប់ខ្ញុំគឺអត់ឆ្ងាញ់ណាបងប្អូនវារៀងហាងកពុលអញ្ចឹងណាវាអត់ឆ្ងាញ់បើភ្លើងកែបក្លិនឈ្ងុយរៀងកពុលតិចប៉ុន្តែឆ្ងាញ់អានេះវារសជាតិរៀងហាងជ្រុលបងប្អូនតែម្ដងហ្នឹងទេបងប្អូនឡើយខ្ញុំចាប់ដើមបកខ្ទឹមសខ្ទឹមក្រហមដើម្បីយកទៅឆាលាយជាមួយនឹងសាច់គោជាមួយនឹងបន្លែដើមស្ពៃចិនហ្នឹងបងប្អូនខ្ញុំអត់ស្គាល់ឈ្មោះហើយអធិស្ឋានផងដោយសារអត់ស្គាល់មែនអត់ធ្វើលេងទេបងប្អូនឡើយខ្ញុំចាប់ដើមហាន់សាច់គោស្ដាងហើយសាច់គោខ្ញុំទិញបានសាច់គោខ្មែរយើងបងប្អូនអញ្ចឹងសាច់រៀងផុយឆ្ងាញ់ណាបងប្អូនហើយយកមកឆាគឺឆ្ងាញ់មែនតើប៉ុន្តែតបន្លែដែលខ្ញុំទិញមកហ្នឹងបន្លែអាដើមវែងហ្នឹងវាដូចអត់ខ្ញុំអត់ចូលចិត្តបងប្អូនអត់ឆ្ងាញ់សោះបងប្អូនបើសម្រាប់ជនជាតិចិនគាត់ធ្លាប់ហូបគាត់ប្រហែលជាឆ្ងាញ់ដូចរបៀបយើងស្ពៃអាកាសយើងខ្មែរយើងហូបធ្លាប់ហូបទៅឆ្ងាញ់អញ្ចឹងប៉ុន្តែសម្រាប់ជនជាតិគេហូបគេអត់ឆ្ងាញ់អញ្ចឹងទៅបងប្អូនវាអត់ខុសគ្នាទេអានឹងចំណូលចិត្តអាហារតាមប្រទេសអាហារចំណីអាហារបន្លែតាមតំបន់អញ្ចឹងហើយខ្ញុំបាននិយាយពីរឿងឆាបងប្អូនមិនថាឆាសាច់គោសាច់ជ្រូកសាច់មាន់អីគឺខ្ញុំចូលចិត្តហាន់ខ្ទឹមក្រហមធំណាបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមស្រស់បន្លែបងប្អូនបន្លែដើមស្ពៃវែងមិញហ្នឹងបងប្អូនចាប់ផ្ដើមដាំទឹកស្រស់ព្រោះមានអារម្មណ៍ថាវារៀងកពុលហាងណាបងប្អូនអញ្ចឹងទៅខ្ញុំក៏ស្រស់វារៀងទន់តិចអញ្ចឹងទៅបានខ្ញុំយកទៅឆាជាមួយនឹងសាច់គោអញ្ចឹងឥឡូវនេះបន្ទាប់ពីស្រស់បន្លែនឹងហើយខ្ញុំចាប់ផ្ដើមចាក់ប្រេងឆាឲ្យបញ្ជាក់បងប្អូន Simplify នេះមិនមែនផុសសៀមទេគឺប្រេងសណ្ដែករបស់សិង្ហបុរីដែលហៅថាប្រទេសសង្ហបុរីហ្នឹងបងប្អូនខ្មែរយើងតាមចំណាំខ្មែរយើងគឺភាគច្រើនគាត់ស្គាល់តែសង្ហបុរីអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំពហិការមិនប្រើរបស់សៀមទេឲ្យតែខ្ញុំអាចជៀសបានចំណីអាហារឬមួយរបស់ប្រើប្រាស់ណាដែលខ្ញុំជៀសបានគឺខ្ញុំជៀសឲ្យលើករែងតែតង្ហាល់សិនជាអាហ្នឹងធ្វើមកយើងទិញមកឲ្យលុយយើងខំចំណាយតែបើថាផ្សេងពីហ្នឹងទៀតគ្រឿងហូបគ្រឿងប្រើប្រាស់អីមួយចំនួនដែលមានលក់របស់ខ្មែរខ្ញុំសុកទិញរបស់ខ្មែរសុកចិត្តទិញរបស់ខ្មែរវិញបងប្អូនគឺដាច់ខាតមិនទិញប្រើប្រាស់របស់សៀមនឹងតែម្ដងបងប្អូនអញ្ចឹងគ្រឿងក្រៅខ្ញុំគឺភាគច្រើនគឺផុសខ្មែរហើយនឹងផុសសិង្ហបុរីផុសអីចឹងទៅខ្ញុំព្យាយាមទិញរអាបោះដែលមិនមែនរបស់សៀមដែរបងប្អូនហើយដូចប្រេងខ្យងនេះផុសខ្មែរបងប្អូនលេខកូដ884ច្បាស់ណាស់ខ្ញុំបង្ហាញបងប្អូនរហូតនឹងប្រេងខ្យងហ្នឹងគឺខ្ញុំប្រើចូលចង់មួយឆ្នាំហើយទឹកត្រីនេះក៏ជាទឹកត្រីផលិតផលក្នុងស្រុកយើងដែរបងប្អូនរសជាតិឆ្ងាញ់ហើយតម្លៃសមរម្យទៀតសំខាន់ហូបទៅវាអត់ប៉ះពាល់សុខភាពអញ្ចឹងណាបងប្អូនហើយបើយើងទិញផុសសៀមមកមិនដឹងថាវាដាក់អីខ្លះក៏យើងអត់ដឹងដែរបងប្អូនដឹងវាដាក់សារទុកជាតិគីមីស្អីខ្លះហ្នឹងហើយបងប្អូនដល់ដល់វគ្គឆាសាច់ឆ្អិនហ្នឹងយើងចាក់បន្លែដែលបានស្រស់ហ្នឹងព្រោះមុនទាំងឡាយដឹងរឿងសៀមនឹងចូលរឿងវែងឆ្ងាយច្រើនឥឡូវយើងមកឆាម្ហូបវិញបងប្អូនម្ហូបនេះដឹងថាបន្លែហ្នឹងឈ្មោះអីទេដឹងតែថាត្រឡប់ខ្លាញ់របៀបឆាផ្អែមប្រៃជាមួយនឹងសាច់គោអញ្ចឹងទៅតែដូចខ្ញុំនិយាយអញ្ចឹងបងប្អូនខ្ញុំនៅតែនិយាយដដែលម្ហូបហ្នឹងគឺខ្ញុំអត់សូវចេះហូបបន្លែទេខ្ញុំស្រង់ទៅសាច់ហើយនឹងខ្ទឹមក្រហមហើយវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នា